ឈ្មោះកុសលសូមគោរពជំរាបសួរដល់បងលោកពូអ្នកមិញបងប្រុសបងស្រីទាំងអស់គ្នាហើយនឹងលោកយាយលោកតាជាទីស្នេហាទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកុសលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ទឹកចិត្តដ៏ថ្លៃថ្លាសម្រាប់ការជួយជ្រោមជ្រែងទៅដល់កុមារនៅក្នុងខេត្តកំពង់ឆ្នាំងនៅក្នុងសាលារបស់ខ្ញុំបាទនេះហើយទៅដល់កុមារកំព្រាទៅដល់កុមារក្រីក្រទាំងអស់គ្នាដោយសូមអរគុណជាអនាគតការសម្រាប់ការជួយឧបត្ថម្ភសភៅសរសេរនេះគឺលោកពូលឹមសុផុតដែលគាត់រស់នៅប្រទេសបារាំងគាត់បានឧបត្ថម្ភនៅសម្ភារៈសិក្សាបាន250ក្បាលហើយនឹងបិចចំនួន5ប្រអប់ហើយសរុបជាទឹកប្រាក់ទាំងអស់100 អឺរ៉ូហើយខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកពូលឹមសុផុតសូមឲ្យលោកពូទទួលបាននូវភាពជោគជ័យក្នុងការងារហើយសូមឲ្យលោកពូមានសុខភាពល្អនិងមានសុភមង្គលនៅក្នុងរង្វង់គ្រួសារហើយខ្ញុំបាទសូមធ្វើការអំពាវនាវបន្ថែមទៅដល់សប្បុរសជនទាំងអស់ដែលលោកទាំងអស់គ្នាមានបំណងចង់ជួយមកលើសាលារបស់ខ្ញុំបាទហើយជួយឧបត្ថម្ភទៅលើដូចជាសម្ភារៈសិក្សាសភៅបិចបន្ទាត់ហើយនឹងខាងអាយកតាមអីផ្សេងបើសិនជាបើអស់លោកទាំងអស់គ្នាមានបំណងចង់ជួយនោះសូមទំនាក់ទំនងមកលេខទូរស័ព្ទ017 60 8110ហើយនឹង069 44 9505ពីព្រោះថានេះសភៅ250បាននេះខ្ញុំអត់ទាន់ចែកបានគ្រប់គ្នាដូច្នេះហើយសូមលោកទាំងអស់គ្នាសូមសប្បុរសជនទាំងអស់គ្នាមេត្តាជួយឧបត្ថម្ភគ្រប់គ្រងមកដល់សាលាខ្ញុំបាទផងហើយខ្ញុំបាទសូមអរគុណហើយនឹងសូមជួយ like ហើយនឹងសូមជួយ share វីដេអូនេះជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងដល់សកម្មភាពរបស់ខ្ញុំបាទធ្វើដើម្បីកុមារហើយនឹងយុវជនឲ្យគាត់មានឱកាសហើយនឹងឲ្យគាត់មានលទ្ធភាពដើម្បីទៅសិក្សាបានដូចជាកូនអ្នកមានឲ្យមានភាពស្មើគ្នាដើម្បីនឹងកសាងជាតិមាតុភូមិឲ្យបានខ្លាយទៅជាជាតិមួយដ៏ថ្លៃថ្លាដ៏រុងរឿងផងដែរបាទហើយខ្ញុំបាទសូមអរគុណសូមជម្រាបលា